ពេលនេះគឺបាននិមន្តមកដល់ហើយបាននេះប្រិយមិត្តទស្សនិកជនបាទគឺលោកឪសុចបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងហើយបាទនេះគឺជាវត្តមានរបស់លោកឪសុចតែម្ដងបាទខ្ញុំយកទស្សនិកជនបាទឥឡូវនេះគឺការនិមន្តមកដល់របស់លោកឪសុចបានដល់ព្រះរាជាណាចក្រកម្ពុជារបស់យើងហើយបាទហើយពេលនេះគឺព្រះអង្គសូមលំអរកាយគោរពនិងជំរាបសួរទៅកាន់ប្រិមិត្ត FKNU ជាទីមេត្រីនៅគណៈពេលនេះខ្ញុំបាទឆាដារ៉ារួមជាមួយនឹងក្រុមការងារកំពុងតែមានវត្តមានស្ថិតនៅប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងដោយគណៈនៅពេលនៅព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2025នេះវត្តមានលោកឪសុចបានធ្វើដំណើរមកប្រទេសកម្ពុជាហើយនៅក្នុងនោះនៅខាងក្រោយខ្ញុំបាទនេះគឺលោកតាជីយេជីរួមជាមួយនឹងព្រះសង្ឃជាច្រើនអង្គនិមន្តពីខាងខេត្តកណ្ដាលមកទទួលដំណើរវិវត្តមកដល់ទឹកដីកម្ពុជារបស់លោកឪសុចនៅបន្តិចទៀតនេះនៅក្នុងនោះដែរប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំកម្ពុជាបង្ហាញការស្វាគមន៍ចំពោះប្រជាជនដែលគេស្គាល់ថាជាទូទៅលោកឪសុចមករស់នៅលើទឹកដីកម្ពុជាដោយសម្ដេចបវរទៅប្តីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាទទួលបាទយកសំណូមពររបស់លោកឪសុចដែលស្នើកម្ពុជាក្រោយលោកបញ្ជាក់មិនអាចត្រឡប់ទៅប្រទេសថៃវិញឡើយគួរបញ្ជាក់ផងដែរថាលោកតាសុចគឺជាព្រះសង្ឃនៅខេត្តបូរីរាមនៃប្រទេសថៃដោយព្រះអង្គមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាដោយសារតែលោកទេសនាបែបកំ pl ែងហើយព្រះអង្គតែងតែធ្វើដំណើរចូលមកកម្ពុជាជាញឹកញាប់ក្រោយពេលកម្ពុជានិងថៃមានបញ្ហាជាមួយគ្នារឿងព្រំដែនក្នុងការបង្ហោះលើបណ្ដាញសង្គមបានបង្ហាញថាទាហានថៃបានទៅសួរនាំលោកតាសុចរឿងដែលបានបញ្ចេញមតិថាខ្មែរសរិនឬខ្មែរលើខ្លះភ្លេចកំណើតដូនតារបស់ខ្លួនដោយសម្ដៅទៅលើទឹកដីថៃដែលជាអាណាចក្រខ្មែរតាមរយៈវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម Facebook លោកតាសុចដែលកំពុងរស់នៅក្នុងប្រទេសកាណាដាបានមានការថាបើស្ថិតនៅក្នុងកលៈទេសៈនេះព្រះអង្គពុំអាចវិលត្រឡប់ចូលទឹកដីថៃវិញបានឡើយនិងស្នើឲ្យមកកាន់រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យព្រះអង្គស្នាក់នៅប្រទេសកម្ពុជាជាមួយផងឆ្លើយតបទៅនឹងសំណើរបស់ព្រះអង្គនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះសម្ដេចបវរបាទអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីស្វាគមន៍ចំពោះការមករស់នៅក្នុងប្រទេសកម្ពុជារបស់ព្រះតេជគុណគ្រប់ពេលវេលានិងស្វាគមន៍ចំពោះព្រះសង្ឃផ្សេងទៀតនិងរដ្ឋខ្មែរណាម្នាក់ដែលទទួលរងការរើសអើងឬការមាក់ងាយដោយសារតែខ្លួនជាខ្មែរដោយសារតែមានសង្ឃដីកាឬបញ្ចេញមតិការពារនៅយុទ្ធធម៌សេចក្តីថ្លៃថ្នូរនិងភាពត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនសម្ដេចបវរអធិបតីហ៊ុនម៉ាណែតធានាថានឹងមិនមានការរើសអើងឬចាប់ជនជាតិខ្មែរណាម្នាក់បញ្ជូនទៅប្រទេសផ្សេងនោះឡើយការប្រកាសស្វាគមន៍លោកតាសុចដោយសម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានេះក៏មានការទទួលស្វាគមន៍ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកកផងដែរបាទប្រិមិត្តទស្សនិកជនបាទឥឡូវនេះគឺការនិមន្តមកដល់របស់លោកសុចបានដល់ព្រះរាជាណាចក្រកម្ពុជារបស់យើងហើយបាទហើយពេលនេះគឺព្រះអង្គស្មាពនាមរិទ្ធបូរីក្នុងថ្ងៃនេះស្មាភាពទាំង33អង្គក៏ដូចជាលោកយាយលោកតាចំនួន50នាក់និមន្តមកដល់ទីនេះគឺដើម្បីទទួលដំណើរការនិមន្តមកដល់របស់ឪសុចអាត្មាមានអារម្មណ៍ថារំភើបក៏ដូចជាមានមោទនភាពចំពោះលោកឪដែលបាននិមន្តមកគង់នៅក្នុងប្រទេសកម្ពុជារបស់យើងពីព្រោះលោកឪគឺជាធនធានមួយដ៏កម្រមកពលានយន្តហោះនេះគឺយាយតាទាំងអស់គឺមកពីខាងវត្តស្វាយជ្រុំបាទសង្កាត់ស្វាយជ្រុំក្រុងរាជសាស្ត្របាទខេត្តកណ្ដាលយើងណាបាទខេត្តកណ្ដាលនេះមកទទួលលោកសាទទួលបដិជគុណ
តាសុត អូ តាសុចបាទជានេះយាយតានោះគាត់ឮថាតាសុចមកអញ្ចឹងគាត់ត្រេកអរសប្បាយត្រេកអរអញ្ចឹងណាទាំងព្រះសង្ឃនឹងអីមកទទួលអបអរសាទរបាទលោកប្រសង់ឲ្យ30ហើយប្រសង់ឧត្តបរិស័ទហ្នឹង70ទាំងអស់70បាទទាំង70អូអារម្មណ៍និយាយពីអារម្មណ៍នឹងរំភើបអបអរញាប់ញ័រហ្មងណែបានលោកឲ្យសុចមកនៅប្រទេសកម្ពុជាយើងអញ្ចឹងបាននេះបាទទាំងអស់គ្នានឹងត្រេកអរបាទកណែចេះចង់សួរលោកឪតិចថាមកដល់កម្ពុជាយើងមានអារម្មណ៍ណាដែរអូសុខសប្បាយចិត្តពេលធ្វើដំណើរមកហ្នឹងអត់មានអីណាសុខភាពអីអូអត់មានទេសប្បាយរហូតកណែចេះទេណាមលូណានេះបងនេះរូបនៅក្នុងយកមកណែអូសំខាន់មើលមកសិក្សាគាត់អត់បងពួកគាត់មកនេះក៏អាចចាំតែមានបាយព្រះអង្គចាំអូនតែ